នេះជាសៀវភៅមួយក្បាលដែលគេរៀនឧបត្ថម្ភពុំគួរមើលរំលងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសៀវភៅមួយក្បាលដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាខ្ញុំគិតថាសៀវភៅនេះគឺពិតជាល្អមែនទែនសម្រាប់និស្សិតគិលានុបដ្ឋាកក៏ដូចជាបងប្អូនគិលានុបដ្ឋាកដែលកំពុងតែបម្រើការងារនៅក្នុងមន្ទីរពេទ្យផងដែរនេះគឺជាសៀវភៅដែលនិយាយអំពីការបង្កើតនៅរោគវិនិច្ឆ័យថែទាំក៏ដូចជាការបង្កើតនៅផែនការថែទាំផងដែរហើយខ្ញុំចង់រំលឹកផងដែរទាក់ទងនឹងការបង្កើតរោគវិនិច្ឆ័យថែទាំក៏ដូចជាការបង្កើតនៅផែនការថែទាំក៏គឺទាមទារឲ្យមានការប៉ាន់ប្រមាណក៏ដូចជាការពិនិត្យគេថា assessment ពីដើមឲ្យបានត្រឹមត្រូវដើម្បីយើងបង្កើតរោគវិនិច្ឆ័យឬក៏ផែនការឲ្យបានត្រឹមត្រូវផងដែរហើយទាំងនេះគឺជាមាតិកាធំដែលមាននៅក្នុងសៀវភៅនៅ Sing Diagnosis នេះផងដែរសម្រាប់បងប្អូនគិលានុបដ្ឋាកដែលចង់បាននៅសៀវភៅមួយក្បាលនេះគ្រាន់តែ comment នៅខាងក្រោមខ្ញុំនឹងផ្ញើសៀវភៅនេះទៅឲ្យតាមរយៈ Messenger អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងយើងនឹងជួបគ្នានៅវីដេអូបន្តទៀត